តោះខ្ញុំនាំអ្នកនរគ្នាទៅមើលខ្ញុំញ៉ាំសាច់អាំងបែបជប៉ុនណានេះគឺជាទីតាំងថ្មីដែលខ្ញុំចូលចិត្តបាទសាច់អាំងបែបជប៉ុនទំនោរមែនតើហើយហាងនេះគឺ Yakiniku Kuro នៅតាមបណ្ដោយផ្លូវ282អ្នកគ្នានៅគៀន The Place បឹងកេងកងណាបាទហើយនៅនេះគឺផ្ទះមួយល្បីអ្នកគ្នាប៉ុន្តែគាត់រៀបចំគាត់អីទៅមើលលក្ខណៈថារៀងទលាយហើយអង្គុយបានច្រើនដែរខ្ញុំអាចនិយាយថាសេវានៅទីនេះគឺ well trained បុគ្គលិកគឺគាត់ដឹងពីរបបគាត់រៀបចំសេវាកម្មហើយសំខាន់គឺលឿនទៀតបើមើលរបស់ឡាំលេងអ្នកគ្នាមានសាឡាត់មានអីចឹងទៅហើយមានសេរីជក់នេះយើងអាចញ៉ាំជាមួយគីមជីបានហើយយើងមាន beef tartar មានអីចឹងទៅហើយស៊ុបខ្ញុំមានកំងស៊ុប beef soup បែបកូរ៉េដែរតែនៅហាងជប៉ុនណាហើយបើនិយាយពីសាច់វិញអ្នកនេះគឺមានច្រើនប្រភេទមែនតើបែបជប៉ុនណាហើយសំខាន់ដូចអ្នកនេះញ៉ាំ barbecue ជប៉ុនអញ្ចឹងអ្នកនេះប្រហែលជាឃើញផ្លែដែលឃើញមានដាក់ពងទាមកអញ្ចឹងណាពងមាន់យាពងទាពងមាន់អ្នកនេះប្រហែលជាពងមាន់តែអ្វីដែលពិសេសហ្នឹងអ្នកនេះកន្លែងទៅមើលទឹកជ្រលក់គឺមាន3ប្រភេទហើយគាត់មានកណ្ដាលយើងអញ្ចឹងណាមានលក្ខណៈបែបជប៉ុនបែបឆៃថាបែបទឹកស្អ៊ីវបែបអីអញ្ចឹងទៅហើយដោយសារខ្ញុំទៅគ្នាច្រើនដែរអញ្ចឹងខ្ញុំអាច order សាច់បានច្រើនអ្នកគ្នាឆ្លក់បានច្រើនមុខអញ្ចឹងហ្មងណាហើយសាច់មួយគឺលក្ខណៈថាមានប្រឡាក់ទៅមានអត់ប្រឡាក់អញ្ចឹងទៅហើយសំខាន់រសជាតិគឺស្រស់ហើយឆ្ងាញ់បើក្បាលដំបងនេះអ្នកគ្នាសាច់នេះយើងអាចយើងមកសពបទៅព្រោះវាសាច់គោហើយអ្វីដែលសំខាន់ហ្នឹងគឺធីបហ្នឹងគឺយើងជ្រលក់ជាមួយពងទានេះពងមាន់ខ្ញុំច្រឡំពងទាពងមាន់មួយគ្នារហូតបាទពងមាន់ក្រហមអ្នកគ្នាគឺជាតិហ្មងណានៅពេលដែលសាច់ឆ្អិនគឺអ្នកគ្នាជ្រលក់ពងមាន់នេះមកហើយញ៉ាំតែម្ដងហើយបើគ្នាខ្ញុំញ៉ាំបែបថ្មីមិនថ្មីតែទៅអានេះបែបជប៉ុនដែរបាទអ្នកនេះអាចដាក់អញ្ចឹងទៅនេះដាក់នៅលើ topping អញ្ចឹងទៅហើយរោយបាទក្រហមហ្នឹងពងមាន់ហ្នឹងអ្នកនេះរោយទៅហើយដាក់ពងទឹកខ្ទឹមតិចទៅបើនេះចូលចិត្តរៀងប្រៃតិចអាចដាក់ទឹកស្អ៊ីវបន្តិចក៏បានដែរបាទអញ្ចឹងលក្ខណៈថាវាសវាអីវាជាតិវាចូលក្នុងហ្នឹងហ្មងណាអ្នកនេះគឺជាតិមែនតើហើយចំពោះសាច់អ្នកនេះខ្ញុំប្រាប់អញ្ចឹងអ្នកនេះអាចទៅ check out ទៅគឺមានច្រើនប្រភេទមែនតើសាច់មាន់ក៏គាត់មានដែរហើយសាច់មានច្រើនផ្នែកច្រើនប្រភេទដែរអញ្ចឹងចំពោះអ្នកដែលចូលចិត្តសាច់អាំងបែបជប៉ុនបែបកូរ៉េហ្នឹងគាត់ថានៅនេះវាអត់សូវសម្បូរបែបសាច់នេះដូចនៅហាងកូរ៉េទេបើហាងជប៉ុនគឺពីច្រើនគឺគាត់ focus លើសាច់ហ្នឹងតែម្ដងហើយនឹងជឹកជ្រលក់លក្ខណៈ homemade លក្ខណៈstyle របស់ហាងគាត់អញ្ចឹងណាហើយចំពោះសាច់ផ្សេងយើងអាច enjoy បែបទឹកជ្រលក់3មុខដែលគេបានដាក់ឲ្យហ្នឹងអញ្ចឹងគឺជាតិហ្មងអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងចាំជួបគ្នាវីដេអូក្រោយបាយបាយកុំភ្លេចជួយ like ជួយ share